ចំពោះ episode ទី3នេះគឺយើងនិយាយតាក់ទងជាមួយនឹងមុខងារ sticker នៅក្នុងកម្មវិធី CapCut បងមុខងារ sticker នេះគឺជាមុខងារដែលយើងអាចទៅយក sticker ទៅយករូបភាពផ្សេងៗយកមកដាក់នៅក្នុងវីដេអូរបស់យើងណាបងគឺចាក់ស្ដែងមុខងារ sticker គឺយើងអាចយកពីក្នុង photo album របស់យើងអាចយកទៅក្នុង sticker ដែលមានស្រាប់ផ្សេងៗបងអានេះគឺមានច្រើនខ្លាំងមែនទែនបង sticker គឺសម្បូរបែបតែចំពោះ sticker ខ្លះគឺ free ប្រើដោយសេរី sticker ខ្លះគឺយើងត្រូវកាប់បងលុយបងមុខងារ sticker យើងអាចយកទៅចូលទៅរកនៅក្នុងមុខងារ sticker ផ្ទាល់និងអាចចូលទៅយកនៅក្នុង text បានបង text យើងចុចពាក្យ sticker គឺយើងអាចយក sticker បានដូចគ្នាបងចំពោះមុខងារនេះគឺថាងាយស្រួលខ្លាំងមែនទែនឲ្យយើងយក sticker រូបភាពប្លែកៗដែលអាចយកមកដាក់នៅក្នុងវីដេអូរបស់យើងឲ្យវាមានភាពតាក់ទាញជាងមុនបងនៅក្នុងនោះយើងអាច search បានបងនៅពេលដែលបងចង់រកតាក់ទងជាមួយនឹងអ្វីមួយដែលយើងចង់យកមកដាក់ក្នុងវីដេអូរបស់យើងដូចជាខ្ញុំ search Facebook page ដើម្បីយកទៅដាក់នៅក្នុងវីដេអូរបស់យើងថាឲ្យដើម្បីភ្ញៀវក៏ចុច follower ដើម្បីឲ្យទស្សនិកជនក៏ចុច follower អីចឹងបងគឺយើងអាចយកនៅក្នុងនឹងបានបងចំពោះមុខងារ sticker គឺយើងអាចរំកិលទៅមុខថយក្រោយដាក់ទីតាំងណាក៏បានដែរបងបានតាមចិត្តណាបងណាអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅអេពីសូតបន្តបងអរគុណច្រើន